ឆ្នាំ1975នៅពេលដែលប្រទេសជាតិបានឯកភាពទាំងស្រុងបកនិងរដ្ឋបានកំណត់យកវិស័យកសិកម្មជាវិស័យសេដ្ឋកិច្ចសំខាន់ដែលត្រូវផ្ដល់អាទិភាពក្នុងការអភិវឌ្ឍនៅតំបន់វាលរៀបទន្លេគូឡុងដែលជាតំបន់ផលិតស្រូវធំជាងគេក្នុងប្រទេសត្រូវបានយកចិត្តទុកដាក់ពិសេសតាមរយៈគោលនយោបាយសមស្របជាច្រើនទៅតាមដំណាក់កាលនីមួយតាមរយៈការផ្លាស់ប្ដូរយន្តការគ្រប់គ្រងការវិនិយោគលើប្រព័ន្ធធារាសាស្ត្រពូជស្រូវនិងការអនុវត្តគោលនយោបាយសម្បទានតំបន់នេះបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាពីការផលិតសម្រាប់គ្រប់គ្រងខ្លួនឯងទៅជាការផលិតជាទំនិញបានរួមចំណែកធ្វើឲ្យប្រទេសវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោកពីដើមthì thơ mà công đây nước ban tại khoảng chừng ban tại cả 7-4 ký lỗ ban 30 hội 7 hội lỗ là men mà tôn tiếc បច្ចុប្បន្ននេះមួយឆ្នាំតំបន់វាលរៀបទន្លេគូឡុងផលិតស្រូវបានជាង20លានតោនការវិនិយោគព្រមគ្នាលើហេដ្ឋារចនាសម្ព័ន្ធនិងវិទ្យាសាស្ត្របច្ចេកទេសបានបង្កើតទៅជាតំបន់ផលិតកម្មប្រមូលផ្ដុំនិងខ្សែសង្វាក់ចងសម្ព័ន្ធប្រកបដោយនិរន្តរភាពរវាងប្រជាកសិករក្រុមសហការសហករណ៍និងអង្គភាពអាជីវកម្មសហករណ៍កសិកម្មថោវ៉ាដងអាឃុំភូតាំទីក្រុងកន្ថើផ្ទៃដីផលិតកម្មរបស់សមាជិកផ្លូវការនិងសមាជិកចងសម្ព័ន្ធជាង500ហិកតាដោយចំនួន 9,000 តោនអាស្រ័យការផលិតប្រមូលផ្ដុំការលក់ផលិតផលមានភាពងាយស្រួលជាងមុនដំណើរការផលិតកម្មត្រូវបានធ្វើដោយយន្តោបនីយកម្មព្រមគ្នាcả năm cao sấp dương thưa đây thì du đó mà ngày thưa bạn mà hecta còn lỗ may vua may thưa đây quả sổ banh tháng năm thưa nồng màu món chẳng đập là đòn nữ dương thưa thơm đã men xin lỗ dương thưa mình toàn quê vào lẽ ដំណាក់កាលទំលុះទំលាយមួយបានជួយឲ្យកសិករនៅវាលរៀបទន្លេគូឡុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាហើយអះអាងបាននៅឋានៈរបស់ខ្លួននៅលើទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិនោះគឺការផ្លាស់ប្ដូរពូជស្រូវពីគុណភាពទាបទៅជាពូជដែលមានគុណភាពខ្ពស់ស្រូវក្រអូបនិងស្រូវប្រណិតផល ST សម្ដៅបង្កើនទិន្នផលហើយឆ្លើយតបបានតម្រូវការកាន់តែខ្ពស់របស់អ្នកបរិភោគជាស្ដែងនៅភូមិត្រអង្ឃុំលីវទូគ្រួសារខ្មែរជាច្រើនបានទូធាតាមរយៈការផលិតស្រូវប្រណិតផល ST ម្ល៉េះហើយជួយឲ្យមាមីងមានលក្ខណៈសង់ផ្ទះសម្បែងបានសមរម្យទិញសម្ភារៈប្រើប្រាស់និងបំពាក់គ្រឿងចក្រសម្រាប់បម្រើឲ្យការផលិតរបស់គ្រួសារក៏ដូចជាសម្រាប់ធ្វើសេវាកម្មនៅក្នុងភូមិភាគផងដែរឃើញច្បាស់បំផុតគឺការផលិតពូជស្រូវ ST24 និង ST25 មាមីងបងប្អូនបានអនុវត្តតាមបែបវិទ្យាសាស្ត្របច្ចេកទេសដែលជួយបង្កើនប្រាក់ចំណូលអាស្រ័យទិន្នផលកើនឡើងហេតុនេះឃើញថាមាមីងបងប្អូនយើងបានកែលម្អជីវភាពរស់នៅនិងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនផ្ដើមពីនោះហើយក៏ប្រសិទ្ធភាពហើយសាងសង់ផ្ទះសម្បែងដែលជារឿងមួយគួរឲ្យរីករាយក្រៅពីការផ្លាស់ប្ដូរពូជស្រូវការអនុវត្តភាពជឿនលឿននៃវិទ្យាសាស្ត្រនិងបច្ចេកទេសជាពិសេសគឺយន្តោបនីយកម្មត្រូវបានចាត់ទុកថាជាផ្នែកសំខាន់ក្នុងការជំរុញវិស័យកសិកម្មនៅវាលរៀបទន្លេគូឡុងឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពផ្នែកកសិកម្មភូមិភាគតែងតែលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរយន្តោបនីយកម្មខណៈដែលប្រជាកសិករក៏បានវិនិយោគយ៉ាងសកម្មផងដែរសម្ដៅកាត់បន្ថយប្រាក់ចំណាយនិងបង្កើនប្រសិទ្ធភាពផលិតកម្មជាស្ដែងលោកយើងឌឿននៅភូមិបឹងឃុំញូយ៉ាទីក្រុងកន្ថើបានចំណាយប្រាក់ជាង370លានដុងដើម្បីទិញដ្រូនបាញ់ថ្នាំមួយគ្រឿងដែលមានចំណុះ20លីត្រការវិនិយោគនេះមិនត្រឹមតែរួមចំណែកបង្កើនប្រសិទ្ធភាពផលិតកម្មប៉ុណ្ណោះទេថែមទាំងជួយឲ្យលោកនិងប្រជាកសិករផ្សេងទៀតនៅភូមិភាគម្ចាស់ការក្នុងការធានារដូវកាលនៅស្រុកភូមិយើងឡើងហួរឡើងកម្មករបើចលែងជួលគេធ្វើបាញ់ថ្នាំអីចឹងវាមិនសុំមានព្រោះគេទៅឡើងទីក្រុងអស់ហើយអញ្ចឹងទៅយើងឃើញអញ្ចឹងទៅយើងក៏គិតប្តីបនសោះស្រួលគ្នាឡើងជីងដើមទៅទិញយន្តហោះបាញ់ថ្នាំហ្នឹងគេថាដើម្បីបំរើនៅឡើងស្រុកភូមិយើងអញ្ចឹងសម័យទីនេះធ្វើយើងទិញម៉ាស៊ីនអញ្ចឹងគេថាបានធ្វើតាមសម័យជាងហើយក៏បានតោទៀតក្នុងបរិបទដែលការផលិតកសិកម្មកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការប្រែប្រួលអាកាសធាតុការកើនឡើងតម្លៃផលិតនិងស្ថានភាពខ្វះកម្លាំងពលកម្មនៅជនបទ
ការជំរុញយន្តោបនីយកម្មក្នុងផ្នែកផលិតកម្មនានាបានខ្លាចជាទិសដៅចាំបាច់មួយគិតត្រឹមដើមឆ្នាំ2025អត្រាយន្តោបនីយកម្មក្នុងការផលិតស្រូវរបស់ប្រជាកសិករនៅតំបន់វារីបទន្លេគូឡុងសម្រេចបានប្រមាណពី80ដល់ 90% ដែលនេះបានឆ្លុះបញ្ចាំងពីជំហានដ៏សំខាន់មួយក្នុងការធ្វើទំនើបវិស័យកសិកម្មនៅក្នុងតំបន់នេះផ្លូវមានប៉ាល់ខុសមានឡែងមានម៉ៃធ្វើដីកាលនោះប្រើគោក្របីទេនោះធ្វើមិនតន់ណាមានផ្លូវមានបែកមានឡែងបើបាវហ្នឹងខេបគិនអស់ធ្វើវាមានប្រយោជន៍ចាបច្ចុប្បន្ននេះតំបន់វារីបទន្លេគូឡុងកំពុងតែផ្សព្វផ្សាយគម្រោងអភិវឌ្ឍនិរន្តរភាពលើផ្ទៃដី1 លានហិកតាជំនាញវប្បកម្មស្រូវគុណភាពខ្ពស់និងបញ្ចេញឧស្ម័នទាបភ្ជាប់ជាមួយកំណើនបៃតងនៅតំបន់វារីបទន្លេគូឡុងរហូតដល់ឆ្នាំ2030របស់នាយករដ្ឋមន្ត្រីគម្រោងនេះបានជំរុញការផ្លាស់ប្តូរវិធីផលិតស្រូវតាមទិសដៅប្រកបដោយនិរន្តរភាពស្និទ្ធស្នាលជាមួយបរិស្ថានបង្កើតបានជាផលិតផលស្រូវគុណភាពខ្ពស់សម្រាប់បម្រើឲ្យការនាំចេញនិងនាំមកនៅតម្លៃសេដ្ឋកិច្ចខ្ពស់សហករណ៍កសិកម្មទី1ឧសភានៅឃុំលាវទូបានផ្សព្វផ្សាយទម្រង់ព្រោះគុំគួបផ្សំនឹងដាក់ជីបង្កប់នៅលើផ្ទៃដី50ហិកតាដែលជួយឲ្យប្រជាកសិករប្រសិទ្ធចៃពូជនិងជីបានប្រហែល 50% ព្រោះសាដុំហ្នឹងបើឃើញថាសង្ខេបបានពូជដល់ក្នុង1ហិកតា70គីពូជក៏ហេតុនឹងហើយឃើញការចំណេញទៅដល់លើឋានយើងរបស់យើងហ្នឹងវាឃើញអាចមានការចំណេញទៅប្រហែលកដាលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពនៅតំបន់វារីបទន្លេគូឡុងបកនឹងរដ្ឋបានចេញគោលនយោបាយជាច្រើនសម្ដៅជួយប្រជាកសិករអនុវត្តប្រកបដោយប្រសិទ្ធភាពនៅបច្ចេកវិទ្យាជឿនលឿននិងជំរុញបរិវត្តកម្ម Digital ក្នុងការផលិតកសិកម្មជាស្ដែងយោងតាមសេចក្តីសម្រេចចិត្តលេខ749 VD-TTZ របស់នាយករដ្ឋមន្ត្រីស្ដីពីកម្មវិធីបរិវត្តកម្ម Digital ជាតិរហូតដល់ឆ្នាំ2025និងចក្ខុវិស័យដល់ឆ្នាំ2030បណ្ដាខេត្តនៅក្នុងតំបន់បានអនុវត្តនៅដំណោះស្រាយជាច្រើនសម្ដៅជំរុញការអនុវត្តបច្ចេកវិទ្យា Digital ក្នុងវិស័យកសិកម្មទម្រង់វប្បកម្មស្រូវនិងដំណាំផ្សេងៗជាច្រើននៅទីក្រុងកន្ធើនិងខេត្តវិញឡុងបានធ្វើបដិវត្តកម្ម Digital នៅក្នុងផលិតកម្មជាច្រើនដូចជាការបាញ់ថ្នាំការដាក់ជីការស្រោចស្រពនិងការគ្រប់គ្រងសត្វល្អិតហេតុនេះប្រជាកសិករមិនត្រឹមតែអាចលើកកម្ពស់គុណភាពកសិផលនិងកាត់បន្ថយថ្លៃដើមផលិតប៉ុណ្ណោះទេនៅទាំងអាចតបភ្ជាប់មានប្រសិទ្ធភាពជាមួយទីផ្សារចំណាយឆ្ពោះដល់គ្រឿនកសិកម្មទំនើបមានប្រសិទ្ធភាពនិងនិរន្តរភាពnăm vì mình là hệ thống sỏi mà công nó hệ cỡ đâm chiên mà mong là hàng khuyên nóng thì cái đặc nóm thế là lại làm bông là sỏi thì mới là bẹt thun đấy thì mới ra là công nghệ 4.0 đó còn là riêng tròn sỏi thì riêng trái lấy điện thoại nhân to là anh chủ mà là anh cha máy bơm đó hay trái là điện gọi bơm mới là bơm nhầm luôn rồi vừa đợi phần nắng dương vừa lấy dương đâu nạ nữa rồi dương chết thì vừa sỏi êm luôn thấy ly tây chiên cả lại dương sỏi bằng máy សហគមន៍កសិកម្មភឿកហៅនៅឃុំហឹងមីខេត្តវិញឡុងបានបង្កើតឡើងនៅដើមឆ្នាំ2019សហគមន៍នេះបាននឹងកំពុងអនុវត្តគម្រោងអភិវឌ្ឍនិរន្តរភាពលើផ្ទៃដី1 លានហិកតាជំនាញវប្បកម្មស្រូវគុណភាពខ្ពស់និងបញ្ចេញឧស្ម័នទាបភ្ជាប់ជាមួយកំណើនបៃតងនៅតំបន់វារីបទន្លេគូឡុងរហូតដល់ឆ្នាំ2030ដោយផ្ទៃដីវប្បកម្មស្រូវគុណភាពខ្ពស់ចំនួន50ហិកតាសហគមន៍អនុវត្តព្រមៗគ្នានៅយន្តោបនីយកម្មតាំងពីរៀបចំដីព្រោះក្របពូជបាច់ជីបាញ់ថ្នាំរហូតដល់ច្រូតកាត់ពិសេសគឺការដាក់អន្ទាក់ភ្លើងដែលជាបច្ចេកទេស 4.0 ដើម្បីឃ្លាំមើលត្រួតពិនិត្យប៉ាន់ស្មាននិងព្យាករណ៍ពីសត្វល្អិតការប្រើប្រាស់អន្ទាក់ភ្លើងនេះជួយឲ្យប្រជាកសិករមានភាពងាយស្រួលក្នុងការតាមដានមមាញឹកថ្នោតនិងគ្រប់គ្រងសត្វល្អិតលើដំណាំស្រូវប្រកបដោយប្រសិទ្ធភាពnói chung là ឥឡូវនេះយើងខ្ញុំបានធ្វើព្រមគ្នាយន្តោបនីយកម្មហើយទី1គឺការប្រើម៉ាស៊ីនព្រោះគុំទី2គឺការបាញ់ថ្នាំនិងការដាក់ជីដោយយន្តហោះម៉ាស៊ីននេះគឺជាប្រព័ន្ធត្រួតពិនិត្យការបញ្ចេញឧស្ម័នហើយមួយទៀតគឺជាម៉ាស៊ីនត្រួតពិនិត្យសត្វល្អិតម៉ាស៊ីននេះសម្រាប់រាយការណ៍ថាក្នុងផ្ទៃដី1 ម៉ែត្រការ៉េមានសត្វល្អិតចំនួនប៉ុន្មានប្រសិនបើសត្វល្អិតមានចំនួនតិចគឺមិនចាំបាច់បាញ់ថ្នាំទេតតែមានចំនួនច្រើនទើបយើងបាញ់ថ្នាំ
នៅកង្ធើការធ្វើបរិវត្តកម្ម Digital ក្នុងវិស័យកសិកម្មកំពុងតែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងគ្រឿងបរិក្ខារនិងបច្ចេកវិទ្យាទំនើបជាច្រើនដែលត្រូវបានអនុវត្តក្នុងការដាំដុះគ្រួសារជាច្រើនបានអនុវត្តបច្ចេកវិទ្យា Digital ក្នុងទម្រង់វារីវប្បកម្មនៅក្នុងរោងសំណាញ់ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប្រព័ន្ធនេះត្រូវបានកំណត់តាមរយៈទូរស័ព្ទឆ្លាតវៃព្រមមានដោយស្វ័យប្រវត្តិនិងស្នើឡើងដំណោះស្រាយទាន់ពេលវេលាទាក់ទងនឹងបញ្ហាទឹកជីនិងកម្រិត pH ឲ្យសមស្របទៅតាមប្រភេទដំណាំនីមួយៗអាស្រ័យហេតុនេះប្រជាជនអាចប្រសិទ្ធចៃបានពេលវេលាប្រាក់ចំណាយនិងកម្លាំងពលកម្មឆ្នាំ2022បងវត្តបាវយីនៅសង្កាត់ស្រុកតាំងក្រុងកង្ធើបានវិនិយោគជិត 1000 លានដុល្លារដើម្បីសាងសង់រោងសំណាញ់ដែលមានទំហំ 2000 ម៉ែត្រការ៉េព្រមទាំងបំពាក់ប្រព័ន្ធស្រោចស្រពនិងធ្វើរៀនដាំបន្លែវារីវប្បកម្មប្រព័ន្ធស្រោចស្រពគឺខ្ញុំប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទខ្ញុំអាចបញ្ជាពីចម្ងាយបានទោះបីជាអង្គុយនៅក្នុងផ្ទះឬធ្វើដំណើរទៅណាក៏ដោយក៏នៅតែអាចស្រោចស្រពដំណាំបានដែរខ្ញុំអាចកំណត់កម្មវិធីដោយស្វ័យប្រវត្តិបានដល់ម៉ោងកំណត់វានឹងធ្វើការស្រោចស្រពដោយខ្លួនឯងដោយមិនចាំបាច់ទៅបើកកុងតាក់ទៀតនោះទេបច្ចុប្បន្ននេះផលិតផលបន្លែវារីវប្បកម្មរបស់គ្រួសារបងវត្តបាវយីក្រៅពីមានកិច្ចសន្យាផ្គត់ផ្គង់ទៅឲ្យផ្ទះបាយរបស់សាលាមាតីមួយចំនួនគាត់នៅបានម្ចាស់ការលក់តាមអនឡាញតាមរយៈបណ្ដាញសង្គម Zalo និង Facebook ផងដែរបច្ចុប្បន្ននេះផលិតផលបន្លែដែលបងផលិតបានអ្នកបរិភោគវាតម្លៃខ្ពស់ដោយសារតែគុណភាពបន្លែឆ្ងាញ់ហើយអាចរក្សាទុកក្នុងទូទឹកកកបានរយៈពេលជាង1សប្តាហ៍នៅតែស្រស់ល្អនេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់ឲ្យគាត់បន្តរក្សានិងពង្រីកទម្រង់ផលិតកម្មរបស់គ្រួសារតទៅទៀត Trước đây mình bán truyền thống tức là mình phải đem ra chợ mình bán mình phải đợi khách đến nhà mình ពីមុនខ្ញុំលក់តាមរបៀបចាស់គឺយកទៅលក់នៅឯផ្សាររងចាំភ្ញៀវមកទិញដល់ផ្ទះលក់បានតិចតួចណាស់ក្រោយមកខ្ញុំចាប់ផ្ដើមលក់នៅលើអ៊ីនធឺណិតមានអតិថិជនជាច្រើនបានស្គាល់ខ្ញុំកាន់តែច្រើនទីផ្សារក៏កាន់តែធំទូលាយជាងមុនដែរអាចលក់ចេញទៅក្រៅខេត្តនិងដឹកជញ្ជូនទៅពេញផ្ទៃប្រទេសបានទៀតផងនៅលើបណ្ដាញសង្គមខ្ញុំលក់តាមរយៈ Zalo Facebook និងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកជារៀងរាល់ថ្ងៃខ្ញុំលក់បន្លែទាំងនោះបោះដុំនិងលក់រាយបានជាង100 គីឡូក្រាម có thể nhằm ngày trên 100 kg វិស័យកសិកម្មនៅតំបន់វារីបទន្លេកូឡុងបានផ្លាស់ប្ដូរពីផលិតកម្មប្រពៃណីទៅជាខឿនកសិកម្មទំនើបប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពដំណើរនេះត្រូវបានកត់សម្គាល់ដោយការវិនិយោគយ៉ាងខ្លាំងក្លាលើយន្តោបនីយកម្មដែលជួយកាត់បន្ថយប្រាក់ចំណាយបង្កើនប្រសិទ្ធភាពនិងបដិវត្តបច្ចេកវិទ្យា 4.0 ឥឡូវនេះប្រជាកសិករអាចប្រើប្រាស់ទូរស័ព្ទឆ្លាតវៃដើម្បីធ្វើឲ្យស្វ័យប្រវត្តិការស្រោចស្រពត្រួតពិនិត្យសត្វល្អិតចង្រៃនិងលក់ផលិតផលលើទូទាំងប្រទេសការអនុវត្តយ៉ាងស្វាហាប់នៅវិទ្យាសាស្ត្រនិងបច្ចេកទេសបានជួយកែលម្អជីវភាពរស់នៅហើយមានគ្រួសារជាច្រើនបានក្លាយជាអ្នកមានជីវភាពធូរធារនិងអាចសាងសង់ផ្ទះសម្បែងយ៉ាងសមរម្យទៀតផងនេះគឺជាផុសតាំងដ៏ច្បាស់ក្រឡែតសម្រាប់កសិកម្មនៅភាគខាងលិចដែលកំពុងឈានចូលសក្ការៈថ្មី